សូមស្វាគមន៍មកកាន់ Channel រឿងខ្មោចខ្ញុំសូមមកនៅរឿងផ្ទះខ្មោចលងរឿងនេះមានសេចក្តីដូចតទៅយុវជន3នាក់ឈ្មោះសុខុមវិជ្ជការនិងតុលាបានបោះជំរំនៅក្នុងព្រៃជ្រៅមួយក្បែរទីក្រុងនៅក្បែរនោះមានផ្ទះមួយខ្នងដែលគេទុកចោលជាច្រើនឆ្នាំមកហើយផ្ទះនោះមានសភាពចាស់ទ្រុឌទ្រោមនិងពោពេញដោយរុក្ខជាតិដែលដុះព័ទ្ធជុំវិញសុខុមដែលជាមនុស្សចូលចិត្តរឿងខ្មោចនិងអាចកំបាំងបានបបួលមិត្តទាំងពីរនាក់របស់គាត់ឲ្យចូលទៅក្នុងផ្ទះនោះលេងដើម្បីស្វែងរកភាពសប្បាយរីករាយនៅពេលដែលពួកគេបានចូលទៅក្នុងផ្ទះពួកគេមានអារម្មណ៍ថាត្រជាក់ស្រេងភ្លាមផ្ទះនោះមានក្លិនចាស់ៗហើយគ្មានសម្លេងអ្វីទាំងអស់លើកលែងតែសម្លេងខ្យល់បក់រហឹបគ្រប់វត្ថុនៅក្នុងផ្ទះមានសុភាពចាស់ៗដែលបានគ្របដណ្ដប់ដោយធូលីដីនៅលើជញ្ជាំងមានរូបភាពគ្រួសារចាស់ៗដែលគួរឲ្យខ្លាចស្រាប់តែពេលនោះវិជ្ជការក៏បានដួលហើយនៅពេលដែលនាងក្រោកឡើងវិញនាងក៏បានឃើញស្រមោលក្មេងស្រីម្នាក់កំពុងសម្លឹងមកនាងតាមបង្អួចវិជ្ជការមានការភ័យខ្លាចយ៉ាងខ្លាំងហើយបានដួលសន្លប់បាត់ទៅសុខុមនិងតុលាព្យាយាមដាស់នាងប៉ុន្តែមិនបានផលរំពេចនោះភ្លើងក៏ដាច់ហើយផ្ទះក៏ចាប់ផ្ដើមរង្គើសំឡេងយំសោកដ៏ល្វីមួយក៏បានបន្លឺរាងពីជ្រុងងងឹតនៃផ្ទះនៅពេលដែលភ្លើងបានភ្លឺមកវិញវិជ្ជការក៏បានបាត់ខ្លួនបាត់ទៅពួកគេបានស្រែកហៅឈ្មោះនាងនិងដើររកគប់ទីកន្លែងប៉ុន្តែមិនឃើញនាងឡើយសុខុមនិងតុលាមានការភ័យខ្លាចយ៉ាងខ្លាំងពួកគេឮសំឡេងនិយាយតគ្នាពីគ្រប់ទិសទីហើយក៏មានសំឡេងខ្មោចបន្លឺឡើងពីក្នុងជញ្ជាំងហាក់ដូចជាមាននរណាម្នាក់កំពុងតាមដានពួកគេនៅពេលដែលពួកគេរត់ទៅមាត់ទ្វារដើម្បីរត់ចេញទ្វារផ្ទះក៏ត្រូវបានបិទជិតស្រាប់តែមានដៃមួយបានចាប់ជើងរបស់តុលាពីក្រោមដីគាត់ស្រែកយំយ៉ាងខ្លាំងហើយបានប្រាប់សុខុមឲ្យរត់គេចខ្លួនបាត់ទៅតុលាត្រូវបានដៃខ្មោចទាញចុកទៅក្នុងដីយ៉ាងលឿនបំផុតសុខុមបានព្យាយាមជួយគាត់ប៉ុន្តែវាហាក់ដូចជាគ្មានប្រយោជន៍សុខុមភ័យខ្លាចយ៉ាងខ្លាំងហើយក៏បានរត់គេចខ្លួនឡើងទៅជាន់ទី2នៃផ្ទះនោះពេលនោះគាត់ក៏បានឃើញវិញ្ញាណរបស់វិជ្ជការកំពុងតែអណ្ដែតលើអាកាសហើយនាងបានចង្កុលបង្ហាញផ្លូវឲ្យសុខុមរត់គេចខ្លួនសុខុមភ្លៀងផ្អើលយ៉ាងខ្លាំងហើយបានដឹងថាវិជ្ជការត្រូវបានខ្មោចសម្លាប់បាត់ទៅហើយសុខុមបានស្ដាប់តាមសម្ដីវិញ្ញាណរបស់វិជ្ជការហើយបានរត់ទៅកាន់បន្ទប់មួយដែលពោពេញដោយរបស់របរចាស់ៗនៅទីនោះគាត់ក៏បានប្រឈមមុខជាមួយនឹងខ្មោចយាយចាស់ម្នាក់ដែលមានទឹកមុខស្លេកស្លាំងខ្មោចនោះបានប្រាប់សុខុមថាវិញ្ញាណរបស់គាត់មិនអាចទៅកើតបានទេដោយសារតែមានគេបានរំខានការរស់នៅរបស់គាត់សុខុមបានព្យាយាមគេចចេញពីខ្មោចយាយនោះសុខុមបានប្រឹងរត់យ៉ាងលឿនហើយក៏បានទៅដល់មាត់ទ្វារផ្ទះគាត់បានចាប់ផ្ដើមទាញទ្វារនោះយ៉ាងលឿនបំផុតស្របពេលជាមួយគ្នានោះដែរខ្មោចយាយក៏បានលេចខ្លួនពីក្រោយខ្នងរបស់គាត់នៅពេលដែលទ្វារបានបើកសុខុមបានលត់ចេញពីផ្ទះនោះហើយក៏បានដួលបាត់ស្មារតីបាត់ទៅនៅពេលដែលសុខុមបានភ្ញាក់ពីដំណេកគាត់ក៏បានរកឃើញខ្លួនគាត់នៅលើដីក្បែររបងផ្ទះចាស់នោះគាត់បានរត់ទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីរាយការណ៍អំពីមិត្តភ័ក្តិរបស់គាត់ដោយបាត់ខ្លួនប៉ូលីសបានមកដល់ផ្ទះនោះហើយបានរកឃើញសាកសពរបស់វិជ្ជការនិងតុលានៅក្បែរផ្ទះសាកសពរបស់ពួកគេមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរហាក់ដូចជាពួកគេត្រូវបានគេសម្លាប់ដោយឃាតករប៉ូលីសបានសម្រេចថាពួកគេត្រូវបានឃាតករសម្លាប់ទោះបីជាប៉ូលីសបានបញ្ចប់ការស៊ើបអង្កេតក៏ដោយក៏នៅតែមានមនុស្សជាច្រើនជឿថាផ្ទះនោះមានខ្មោចគ្មាននរណាម្នាក់ដឹងថាមានរឿងអីពិតប្រាកដកើតឡើងនៅទីនោះឡើយរឿងរបស់សុខុមគឺជាអាចកំបាំងមួយដែលនឹងនៅតែបន្តស្ថិតស្ថេរជារៀងរហូត